មានអ្វីសំខាន់ជាងនេះទេតាំងពីវគ្គដំបូងមកមានពាក្យចាំអារម្មណ៍ថាជំរំរបស់ Real Madrid នឹងត្រូវកំទេចចោលឥឡូវនេះគ្មានការសង្ស័យទេកីឡាករបាល់ទាត់បានបំបែកសាមគ្គីភាពរបស់ពួកគេហើយឥឡូវនេះពួកគេកំពុងប្រយុទ្ធគ្នាទៅវិញទៅមកថ្ងៃនេះខ្ញុំចង់ណែនាំអ្នកឲ្យស្គាល់កីឡាករបាល់ទាត់ដែលបានបំបែកកាំជ្រួចនៅ Bernabeu មុន El Clasico មុននឹងស្ដាប់វីដេអូឃ្លីបនេះកុំភ្លេចចែករំលែកវីដេអូឃ្លីបនេះទៅកាន់កីឡាករបាល់ទាត់ផងដែរគ្រាន់តែចុចលើប៊ូតុងចែករំលែកដើម្បីគាំទ្រកីឡាករបាល់ទាត់ពួកគេជាក្រុមដ៏អស្ចារ្យពួកគេជាក្រុមល្អបំផុតនៅអឺរ៉ុបពួកគេគឺជាកីឡាករបាល់ទាត់ម្នាក់ក្នុងចំណោមកីឡាករបាល់ទាត់ដែលទទួលបានជោគជ័យបំផុតនៅលើពិភពលោកក្រុមនេះត្រូវបានបង្កើតឡើងដោយគម្រោងរបស់ Galacticos កីឡាករបាល់ទាត់បានធ្វើការយ៉ាងលំបាកជាមួយគ្នាពួកគេអាចបញ្ជូនបាល់បានទាន់ពេលវេលា Aphoot Head បានកើតឡើងចំនួនមុនបានធ្វើការរួមគ្នាដើម្បីបង្កើតភាពជោគជ័យនិងឈ្នះជើងឯកជាច្រើនទោះបីជាពួកគេទាំងអស់គ្នាមានអាត្មានិយមផ្ទាល់ខ្លួនក៏ដោយក៏ពួកគេនៅតែអាចឈានទៅមុខជាក្រុមបានដោយសារតែការគោរពប៉ុន្តែសប្តាហ៍ថ្ងៃនេះជាមួយនឹងក្រុមថ្មីបំផុតរបស់ Galacticos វាមិនដូច្នោះទេសប្តាហ៍ថ្ងៃនេះការប៉ះទង្គិចគ្នានៃអាត្មានិយមបានក្លាយជាបញ្ហាតើការគោរពនៅឯណាពីការដាក់ Kylian Mbappé មានពាក្យចាំអារ៉ាមមួយប្រព័ន្ធផ្សព្វផ្សាយបានចាប់ផ្ដើមនិយាយថាកីឡាករនៅក្នុងក្រុមមិនពេញចិត្តនឹងគាត់ទេមានបញ្ហាជាមួយនឹងការធ្វើការជាក្រុមរបស់ពួកគេរហូតមកដល់ថ្មីនេះនៅពេលដែលវាមិនមែនគ្រាន់តែ Mbappé វាបានរីករាលដាលដល់កីឡាករដទៃទៀតកីឡាករពីរនាក់គឺ Federico Valverde និង Aurelien Tchouameni បានឆ្លោះប្រកែកគ្នានៅក្នុងទីលានហ្វឹកហាត់កីឡាករនៅក្នុងក្រុមតែមួយមិនត្រឹមតែមានបញ្ហានោះទេប៉ុន្តែពួកគេក៏បានប្រយុទ្ធគ្នាផងដែរឥឡូវនេះវាអាក្រក់ខ្លាំងណាស់ដែលវាមិនមែនគ្រាន់តែជាពាក្យចាំអារ៉ាមទៀតទេពីព្រោះឥឡូវនេះវាគ្រប់គ្រាន់ដើម្បីនិយាយថា Real Madrid ពិតជាខូចហើយស្លាកស្នាមនៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់របស់ Real Madrid មានតាំងពីសម័យកាលរបស់ Xabi Alonso មកម្លេះបញ្ហាចម្បងនៅពេលនោះគឺទំនាក់ទំនងដ៏តានតឹងរវាង Alonso និង Vinicius Jr ដែលជាបេះដូងដ៏សំខាន់របស់ Real Madrid នៅពេលនោះ Alonso បានព្យាយាមផ្ដោតលើវិន័យនិងការលេងជាក្រុមពួកគេបានជួយគ្នារត់និងដេញគ្នាទៅវិញទៅមកវាមិនស៊ីសង្វាក់គ្នានឹងរចនាប័ទ្មនៃការលេងដែលផ្ដោតលើសេរីភាពរបស់ Vinicius ទេរហូតដល់មានសង្គ្រាមដ៏សាហាវមួយដែលបណ្ដាលឲ្យកីឡាករចាប់ផ្ដើមបែកបាក់គ្នារូបភាពដែល Alonso បានផ្លាស់ប្ដូររូបរាងរបស់គាត់ហើយធ្វើរយៈថាមិនល្អគាត់បង្ហាញយ៉ាងច្បាស់ពីអារម្មណ៍បាត់បង់គាត់បានដើរចេញពីទីលានមិនបានចាប់ដៃជាមួយ Alonso ទេគាត់បានទាត់អាវរបស់ Alonso ទាត់ដបទឹករបស់ Alonso ហើយនិយាយជាភាសាប៉ូទុយហ្គាល់ថាហេតុអ្វីបានជាអ្នកផ្លាស់ប្ដូរខ្ញុំរាល់ពេលខណៈពេលដែល Alonso បានបញ្ជាក់យ៉ាងច្បាស់ថាគ្មាននរណាម្នាក់ធំជាងក្រុមនោះទេហើយការផ្លាស់ប្ដូរ Vinicius គឺគ្រាន់តែជាបញ្ហានៃយុទ្ធសាស្ត្រប៉ុណ្ណោះបន្ទាប់ពីឧបត្តិហេតុនោះ Vinicius បានសុំទោសដល់អ្នករាល់គ្នានៅក្នុងក្រុមគាត់បានសុំទោសអ្នកគ្រប់គ្រងប៉ុន្តែគាត់មិនបានសុំទោស Alonso ទេវាច្បាស់ណាស់ថាគាត់កំពុងជួបបញ្ហាទោះបីជាគាត់មិននិយាយក៏ដោយឥឡូវនេះកីឡាករកំពុងចាប់ផ្ដើមបែកបាក់ក្រុមមានការតស៊ូដណ្ដើមអំណាចនៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់កីឡាករចាប់ផ្ដើមមិនស្ដាប់បង្គាប់គ្រូបង្វឹកមនុស្សមួយចំនួនគិតថា Alonso តឹងរឹងពេកហើយចុងក្រោយវាគឺជា Alonso ដែលត្រូវចាក់ចេញពីក្រុមដោយសារតែគាត់មិនអាចគ្រប់គ្រងបន្ទប់ផ្លាស់សម្លៀកបំពាក់បាន Alonso បានចាក់ចេញទៅហើយវាគួរតែចាប់ហើយប៉ុន្តែវាបានប្រែក្លាយថាករណីរបស់ Mbappé កាន់តែអាក្រក់ទៅនៅពេលដែល Mbappé លេងក្នុងសម័យកាលរបស់ Alonso គាត់គឺជាកីឡាករសំខាន់ជាខ្សែប្រយុទ្ធកណ្ដាលហើយគ្រាប់បាល់នោះត្រូវបានបំផ្លាញដែលស្របនឹងរូបភាពរបស់ Vinicius ដែលមិនសូវចូលចិត្ត Alonso ប៉ុន្មានទេយ៉ាងណាក៏ដោយករណីរបស់ Mbappé បានចាប់ផ្ដើមដោយការឈឺចាប់គាត់មានការឈឺចាប់អំឡុងពេលប្រកួតជាមួយ Celta Vigo ក្រោយចប់ការប្រកួត Mbappé បានឈឺក្បាលប៉ុន្តែនៅថ្ងៃនោះគ្រូពេទ្យបានពិនិត្យហើយឲ្យគាត់សម្រាកតែមួយថ្ងៃប៉ុណ្ណោះគាត់អាចលេងបានវិញដែលគាត់បានត្រឡប់មកវិញដើម្បីស៊ុតបញ្ចូលទីនិងជួយក្រុមដូចធម្មតាប៉ុន្តែគាត់បានលេងត្រឹមតែ3ថ្ងៃប៉ុណ្ណោះ Mbappé បានត្រឡប់មកហ្វឹកហាត់វិញបន្ទាប់ពីបុណ្យណូអែលគាត់មានអាការៈឈឺចាប់ម្ដងទៀតគាត់បានសម្រាកមួយរយៈរហូតដល់គាត់បានទៅចូលរួមជាមួយក្រុមរបស់ Madrid មុនពេលលេងក្នុងពានរង្វាន់ Super Cup PSP ដែលនៅឆ្ងាយដល់ប្រទេសអារ៉ាប៊ីសាអូឌីតនៅពេលនោះក្រុមគ្រូពេទ្យមិនចង់ឲ្យ Mbappé ទៅទេប៉ុន្តែដោយការតាំងចិត្តថាគាត់ចង់ឈ្នះកម្មវិធីដំបូងជាមួយក្រុមដូច្នេះគាត់បានធ្វើដំណើរកម្សាន្តទោះបីជាមិនសូវមានឱកាសលេងនៅលើទីលានក៏ដោយយ៉ាងណាក៏ដោយ Alonso បានបញ្ជូន Mbappé ឲ្យលេងការប្រកួតនោះប៉ុន្តែនៅសល់តែ14នាទីទៀតប៉ុណ្ណោះនៅពេលនោះក្រុមទើបតែត្រូវបានបាញ់សម្លាប់ប៉ុន្តែនៅពេលដែលគាត់នៅបានតែប៉ុន្មាននាទីប៉ុណ្ណោះគាត់មិនទាន់មានសុខភាពល្អពេញលេញនៅឡើយទេគាត់មិនអាចធ្វើអ្វីបានច្រើនទេនៅទីបញ្ចប់ក្រុមបានចាញ់3 2នៅទីបញ្ចប់គាត់ក៏ឈឺចាប់ម្ដងទៀតហើយវាមិនមែនគ្រាន់តែ3ដងនោះទេគាត់បានត្រឡប់មកវិញហើយឈឺចាប់ម្ដងទៀតគាត់បានត្រឡប់មកវិញហើយឈឺចាប់ម្ដងទៀតវាមិនមែនគ្រាន់តែគុំឲ្យវាកើតឡើងជាលើកទី2នោះទេប៉ុន្តែលើកនេះមានលើកទី3លើកទី4និងលើកទី5នោះហើយជាមូលហេតុដែល Mbappé ចាប់ផ្ដើមសួរសំណួរអំពីការងាររបស់ក្រុមគ្រូពេទ្យបន្ទាប់ពីមួយរយៈ Mbappé បានសម្រេចចិត្តត្រឡប់ទៅព្យាបាលវិញជាមួយវិជ្ជាបណ្ឌិតដែលគាត់ទុកចិត្តគឺ Pepe Lig ដើម្បីស្នើសុំយោបល់ទី2អំពីបៀព្យាបាលគាត់
វាបង្ហាញថាគាត់មិនទុកចិត្តលើវិធីសាស្ត្រព្យាបាលដែលជនជាតិសាម៉លបានដាក់ចេញក្រុមចង់ព្យាបាលគាត់បន្តិចម្ដងដើម្បីឲ្យគាត់អាចលេងក្នុងការប្រកួតដ៏សំខាន់មួយប៉ុន្តែមើបេផបគិតថាគាត់គឺជាទ្រព្យសម្បត្តិដ៏សំខាន់របស់ប្រជាជនសាម៉ាគាត់គួរតែទទួលបានការថែទាំដ៏ល្អបំផុតរបៀបដែលគាត់បានប្រព្រឹត្តចំពោះខ្លួនឯងបានធ្វើឲ្យបុគ្គលិកគិតថាគាត់លើសពីក្រុមទោះបីជាមានព័ត៌មានថាមនុស្សរបស់ Merit កំពុងធ្វើដំណើរជាមួយ Pepe League ក៏ដោយប៉ុន្តែនៅពេលនោះមានរបាយការណ៍មួយថានៅពេលដែលក្រុម Seymour បានស្កេនជង្គង់របស់ Mebephub ជាលើកដំបូងពួកគេបានស្កេនផ្នែកខុសវាត្រូវបានហៅអ្នកណាដែលវាត្រូវតែរងចាំហើយនិយាយថាដើរវាអាចទៅរួចទេព័ត៌មានបាននិយាយថាពួកគេបានទៅពិនិត្យជង្គង់ខាងស្ដាំជំនួសឲ្យជង្គង់ខាងឆ្វេងដែលរងរបួសដូច្នេះវាធ្វើឲ្យ Mebephub សម្រាកបានតែ 2-3 ថ្ងៃប៉ុណ្ណោះពេលគាត់ទៅលេងគាត់បានលេង 2-3 ថ្ងៃហើយបន្ទាប់មកវាក៏ឈឺចាប់ម្ដងទៀតវាធ្ងន់ធ្ងរណាស់រហូតដល់គាត់រងរបួសម្ដងហើយម្ដងទៀតមិនត្រឹមតែប៉ុណ្ណោះទេក៏មានពាក្យចាំអារ៉ាមមួយពីមនុស្សដែលអះអាងថាជាអតីតអ្នកជំនាញអាហារូបត្ថម្ភជនជាតិសាម៉ូផងដែរក្រុមគ្រូពេទ្យរបស់ Merit បានប្រើកបដើម្បីគណនាបរិមាណអាហារបំប៉ននិងថ្នាំសម្រាប់អ្នកទាត់ខ្ញុំមិនដឹងថាវាពិតឬអត់ទេប៉ុន្តែនៅពេលដែលគេនិយាយបែបនេះMebephubមិនទុកចិត្តក្រុមគ្រូពេទ្យតតែសោះយ៉ាងណាមិញបន្ទាប់ពីព័ត៌មាននេះចេញមកMebephubបានបដិសេធព័ត៌មានដែលថាក្រុមគ្រូពេទ្យបានស្កេនជង្គង់ខុសគាត់បានបញ្ជាក់ថាគាត់និងក្រុមគ្រូពេទ្យមានការប្រស្រ័យទាក់ទងគ្នាយ៉ាងច្បាស់លាស់ហើយបុគ្គលិករបស់ Merit បានដើរតាមគាត់ដើម្បីព្យាបាល Pepe League គាត់មិនមានបញ្ហាអ្វីជាមួយគ្រូពេទ្យជនជាតិសាម៉លទេគាត់មានអារម្មណ៍សប្បាយរីករាយវាហាក់ដូចជាធម្មតាទេមែនទេអ្នកទាត់បាល់បានបដិសេធព័ត៌មាននេះរឿងនេះគួរតែចប់ហើយប៉ុន្តែមនុស្សនៅតែសួរសំណួរដដែលនោះក៏ព្រោះតែប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថាក្រុមគ្រូពេទ្យបានស្កេនជង្គង់ខុសប្រព័ន្ធផ្សព្វផ្សាយឈានមុខគេដូចជា M Sports, ESPN និង The Atlantic ដែលគួរឲ្យទុកចិត្តខ្លាំងបានធ្វើឲ្យមនុស្សគិតថា Mebeb បានបដិសេធព័ត៌មាននេះដើម្បីកុំឲ្យលាតត្រដាងវិជ្ជាបណ្ឌិតជនជាតិសាម៉ាក៏ដូចជាដើម្បីបង្ហាញពីវិជ្ជាជីវៈរបស់គាត់ហើយបញ្ចប់រឿងនេះអ្នកដែលមិនជឿវាបាននិយាយថា Mebeb មិនបានរាយការណ៍យ៉ាងច្បាស់អំពីអ្វីដែលគាត់រងរបួសនោះទេAtlantic ក៏បាននិយាយផងដែរថាពួកគេបានតាក់ទង Mebephub ចំនួន5ដងប៉ុន្តែពួកគេបានបដិសេធមិនផ្ដល់ស្ទតាំងណាមួយឡើយប៉ុន្តែនៅពេលដែលថ្ងៃនោះមកដល់ Mebephub បានចេញមកនិយាយវាដោយខ្លួនឯងហេតុអ្វីបានជាគាត់កុហកប្រសិនបើវាមិនពិត Merit ខ្លួនឯងនៅពេលដែលអ្នកយកព័ត៌មានសួរអំពីព័ត៌មាននេះនាងគ្រាន់តែនិយាយថាគ្មានស្ទតាំងទេប៉ុន្តែនៅទីបញ្ចប់គ្មានស្ទតាំងណាមួយដើម្បីបញ្ជាក់ថាអ្នកណានិយាយការពិតនោះទេនេះគឺអាស្រ័យលើការវិនិច្ឆ័យរបស់មនុស្សគ្រប់គ្នាថាតើត្រូវជឿអ្នកណាហើយវាមិនមែនគ្រាន់តែជាព័ត៌មានរវាង Mebeb និងក្រុមគ្រូពេទ្យនោះទេប៉ុន្តែក៏មានបញ្ហាដែល Mebephub ចែករំលែកការសម្រាកជាមួយអត្តពលិកដទៃទៀតដែរមានពាក្យចាំអារ៉ាមថាគាត់កំពុងព្យាយាមកម្ចាត់មិត្តភាពរបស់គាត់ជាមួយ Vinicius ដែលជាអតីតសមាជិកក្រុមព្រឹត្តិការណ៍ដែលធ្វើឲ្យយើងធំក្លិនរឿងនេះត្រូវតែតាមដានត្រឡប់ទៅការប្រកួត Super Copa de Spain វិញនៅពេលដែល Alonso បានហៅអត្តពលិកឲ្យឈរជាជួរហើយតេះដៃអបអរសាទរក្រុមដែលឈ្នះប៉ុន្តែ Mebephub បានហៅមិត្តភក្តិរបស់គាត់ឲ្យដើរត្រឡប់ទៅបន្ទប់ផ្លាស់សម្លៀកបំពាក់វិញនៅក្នុងរូបថតនោះមានទាំងអត្តពលិកដែលដើរតាមនិងមនុស្សដែលជឿ Alonso វាដូចជាមនុស្សនៅក្នុងក្រុមត្រូវបានបែងចែកជាពីរក្រុមនៅពេលនោះទោះបីជា Alonso ហ៊ាននឹងចាក់ចេញក៏ដោយ Embaro Ebele បានចូលជំនួសវិញវាមិនបានផ្លាស់ប្ដូរស្ថានភាពច្រើនទេមាននរណាម្នាក់បានចង្អុលបង្ហាញថានៅពេលដែល Mebephub បានជាសេះស្បើយពីរបួសហើយមិនអាចលេងជាមួយក្រុមបានទម្រង់លេងរបស់គាត់មិនល្អហើយគាត់អាចស៊ុតបានតែប៉ុន្មានគ្រាប់ប៉ុណ្ណោះហើយនៅពេលនោះក្រុមតែងតែចាញ់ជានិច្ចផ្ទុយពីពេលដែលគាត់មិននៅទីនោះ Vinicius គឺជាអ្នកស៊ុតនាំមុខគេក្រុមនៅតែអាចឈ្នះបានដូច្នេះហើយមនុស្សចាប់ផ្ដើមរិះគន់គ្នាទៅវិញទៅមកអំពីសាមគ្គីភាពខាងក្នុងរបស់ពួកគេមិនយូរប៉ុន្មាន Mebephub បានរងរបួសម្ដងទៀតលើកនេះវាស្ថិតនៅចុងបន្ទាត់ក្រុមគ្រូពេទ្យបានអនុញ្ញាតឲ្យគាត់សម្រាកនៅពេលវេលាកំណត់ Mebeb បានសម្រាកគាត់បាននាំមិត្តស្រីរបស់គាត់ទៅប្រទេសអ៊ីតាលីមានរូបថតមួយសន្លឹកដែលត្រូវបានផ្សព្វផ្សាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយវាបានបង្កឲ្យមានការរិះគន់ជាច្រើនពួកគេនិយាយថាស្ថានភាពរបស់ក្រុមមិនល្អទេជើងឯកលីកនេះហៀបនឹងចុះចាញ់ហើយមិត្តរួមក្រុមរបស់គាត់មានភាពតានតឹងចំពោះជ័យជំនះហេតុអ្វីបានជា Mebephub ទៅអ៊ីតាលីយ៉ាងស្រួលម្ល៉េះអ្នកគាំទ្រមិនពេញចិត្តទេមនុស្សនៅក្នុងក្រុមក៏បាននិយាយថាពួកគេមិនពេញចិត្តដែរសូមគិតអំពីវាដូចជាយើងបានប្រាប់បុគ្គលិកថាយើងចង់និយាយលីនៅពេលដែលព្រឹត្តិការណ៍សំខាន់ហៀបនឹងចាប់ផ្ដើមមនុស្សគ្រប់គ្នារវល់ខ្លាំងណាស់ប៉ុន្តែមាននរណាម្នាក់បានដឹងថា Mebephub បានចេញទៅក្រៅជាមួយមិត្តស្រីរបស់គាត់នោះហើយជាស្ថានភាពអ្នកយកព័ត៌មានបានសួរ Mebephub ថាមានរឿងអ្វីកើតឡើង Mebephub បាននិយាយថាក្រុមគ្រូពេទ្យបានអនុញ្ញាតឲ្យគាត់សម្រាកគាត់អាចធ្វើអ្វីក៏បានដែលគាត់ចង់បានវាដូចជាពួកគេជាមនុស្សពេញវ័យអញ្ចឹងពួកគេអាចធ្វើអ្វីដែលពួកគេចង់បានរឿងរ៉ាវរបស់ Mebephub មិនទាន់ចប់នៅឡើយទេមានភាពវឹកវរមួយទៀតនៅក្នុងជំរំហ្វឹកហាត់ខណៈពេលដែលពិភពខាងក្រៅកំពុងមើលវាគឺជាភាពវឹកវរបំផុតនៅក្នុងគ្រប់ខណ្ឌ Bundesliga ដំបូងឡើយមានពាក្យចាំអារ៉ាមថា Antonio Rudiger មានបញ្ហាជាមួយតារា Embelo Carres មានបញ្ហាមួយវាដូចជាវាចប់ហើយ Rudiger បានសុំទោសអ្នករាល់គ្នាហើយបាននាំមិត្តភក្តិរបស់គាត់ទៅញ៉ាំអាហារនៅខាងក្រៅ
ប៉ុន្តែប៉ុន្មានថ្ងៃក្រោយមកមានហេតុការណ៍មួយទៀតបានកើតឡើងលើកនេះ Aurelien Colmenay និង Federico Bonvid បានឆ្លោះប្រកែកគ្នាក្នុងអំឡុងពេលជំរុំហ្វឹកហាត់ដំបូងឡើយមានពាក្យចាំអារ៉ាមថាពួកគេមានបញ្ហាជាមួយគ្នាប៉ុន្តែប៉ុន្មានថ្ងៃក្រោយមកមានពាក្យចាំអារ៉ាមមួយទៀតថាពួកគេមានបញ្ហាជាមួយគ្នាលើកនេះពួកគេបានឆ្លោះប្រកែកគ្នា Bonvid បានបាត់បង់ឈាមច្រើនគាត់ត្រូវបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាលដំណឹងនេះមិនត្រឹមតែពីខាងក្នុងខ្លួនគាត់ទេវាបានរីករាលដាលដល់ពិភពខាងក្រៅប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍អំពីវាជាពិសេសប្រព័ន្ធផ្សព្វផ្សាយល្បីនៅក្នុងប្រទេសអេស្ប៉ាញដូចជា Esotland និង Mega វាបានក្លាយជាប្រធានបទក្តៅមួយតើមានឈាមប៉ុន្មានដែលនៅសល់ក្នុងជំរំ2-3ម៉ោងក្រោយមកមានព័ត៌មានថា Bonvid ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យវាមានន័យថារបួសក្បាលរបស់គាត់មិនធ្ងន់ធ្ងរខ្លាំងទេប៉ុន្តែវាមិនបានធ្វើឲ្យគាត់លេង El Clasico ក្នុងសប្តាហ៍នេះទេមិនយូរប៉ុន្មាន Bonvid បានបង្ហោះនៅលើ Instagram របស់គាត់ដើម្បីពន្យល់ពីរឿងរ៉ាវដ៏វែងឆ្ងាយដើម្បីកាត់បន្ថយរឿងល្ខោនវាជាឧបទ្ទវហេតុមួយវាមិនមែនជាចិត្តអ្នកទេពួកគេពិតជាឆ្លោះគ្នាមែនប៉ុន្តែវាទាំងអស់គឺដោយសារតែការគ្រប់គ្រងអារម្មណ៍ដោយសារតែភាពតានតឹងដែលក្រុមត្រូវប្រឈមមុខនៅពេលនោះទាំងភាពតានតឹងនិងលទ្ធផលនៃការប្រយុទ្ធខណៈពេលដែលភាគីអាល្លឺម៉ង់កំពុងធ្វើដំណើរទៅក្នុងទិសដៅដូចគ្នាពួកគេបានបង្ហាញអកប្បកិរិយាខុសដែលធ្វើឲ្យរូបភាពរបស់សាមូសាកាន់តែយ៉ាប់យឺនពួកគេបាននិយាយអំពីខ្លួនឯងថាពួកគេគួរតែមានឥរិយាបថបែបនោះពួកគេបានទទួលស្គាល់ថាពួកគេបានធ្វើខុសដែលដាក់អារម្មណ៍លើសពីហេតុផលការខាក់ចិត្តមិនមែនជាលេសសម្រាប់អ្វីទាំងអស់នោះទេវាជាការបញ្ជាក់ថាពួកគេពិតជាកំពុងឆ្លោះប្រកែកគ្នាសរុបមកភាគីអាល្លឺម៉ង់បានបញ្ជាឲ្យពិន័យជាប្រាក់ចំនួន500,000 អឺរ៉ូឬ19លានបាតវាជាចំនួនទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ការពិន័យផ្ទៃក្នុងមិនដែលខ្ពស់បែបនេះពីមុនមកទេតួលេខនេះបង្ហាញថាអ្វីដែលបានកើតឡើងគឺពិតជាអាក្រក់ណាស់វាបានក្លាយជាវិបត្តិមុនពេលការប្រកួតដ៏សំខាន់ចាប់ផ្ដើមប៉ុន្តែវាមិនមែនទាំងអស់នោះទេក៏មានរឿងរបស់ Kuntz ផងដែរ Abelo Abelway បានចូលរួមជាមួយក្រុមជំនួស Fernando Alonso ការងាររបស់ក្រុមមិនល្អប្រសើរជាងមុនទេហើយវាក៏មិនរលូនដែរគាត់ត្រូវបានគេរិះគន់យ៉ាងខ្លាំងចំពោះកង្វះទេពកោសល្យរបស់គាត់ទោះបីជាគាត់ជាសមាជិករបស់ Real Madrid អស់រយៈពេលយូរក៏ដោយក៏គាត់មិនបានគ្រប់គ្រងអាត្មារបស់កីឡាករនៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់នោះទេគាត់បានចាប់ផ្ដើមសង្គ្រាមពាក្យសម្ដីជាមួយកីឡាករជាច្រើនរួមទាំង Denis Ceballos, Marco Asensio និងកីឡាករជើងចាស់ដូចជា Deder Caballero គាត់មិនទទួលបានការគោរពច្រើនពីក្រុមទាំងអស់នោះទេឥឡូវនេះមានព័ត៌មានថា Real Madrid នឹងផ្លាស់ប្ដូរការប្រកួតដោយនាំយក Jose Mourinho មកគ្រប់គ្រងក្រុមនៅរដូវកាលក្រោយខ្ញុំជឿជាក់ថាកម្លាំងរបស់លោក Mourinho នឹងអាចគ្រប់គ្រងកីឡាករបានខ្ញុំមិនដឹងថាវានឹងទៅជាយ៉ាងណាទេកុំភ្លេចថាគាត់ធ្លាប់គ្រប់គ្រងក្រុមធំដូចជា Chelsea, Inter, Man Utd, Sampdoria គាត់មិនបាននៅយូរទេពេលគាត់គ្រប់គ្រង Real Madrid ព្រោះគាត់មានបញ្ហាជាមួយកីឡាករលើកនេះវាអាស្រ័យលើថាតើ Semose នឹងគាំទ្រគាត់ប៉ុណ្ណាក៏មានរបាយការណ៍មួយផងដែរថាក្រុមអាចនឹងបាត់បង់កីឡាករដែលមានបញ្ហាច្រើនចូលយើងរងចាំមើលថាតើវិធានការទាំងអស់នឹងដំណើរការឬអត់ប៉ុន្តែមុនពេលដែលយើងទៅដល់ចំណុចនោះមានការប្រកួតដ៏សំខាន់មួយនៅសប្តាហ៍នេះវាគឺជាការប្រកួត El Clasico ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងបាសេឡូណាវាគឺជាការប្រកួតមួយដែលនឹងសម្រេចថាតើពួកគេនឹងឈ្នះរដូវកាលនេះឬអត់ប្រសិនបើពួកគេមិនអាចឈ្នះបានទេក្រុម Barcelona នឹងក្លាយជាជើងឯក La Liga នៅរដូវកាលក្រោយវាជារឿងតែមួយគត់ដែលពួកគេអាចធ្វើបានប្រសិនបើវាកើតឡើងបរិយាកាសនៅក្នុងក្រុមអាចនឹងកាន់តែប្រសើរឡើងប៉ុន្តែប្រសិនបើពួកគេចាញ់ហើយ Barca of Osato នៅចំពោះមុខពួកគេខ្ញុំមិនដឹងថាកីឡាករនឹងបោះបង់ចោលឬអត់ហើយបរិយាកាសនឹងកាន់តែអាក្រក់ទៅនោះទេសូមអរគុណសម្រាប់ការទស្សនាវីដេអូនេះបាល់ទាត់គឺលើសពីបាល់ទាត់ទៅទៀតខ្ញុំត្រូវទៅហើយជួបគ្នានៅវីដេអូបន្ទាប់លាហើយ